បាទសូមគោរពពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំមកបង្ហាញពីការងារបៀកជញ្ជាំងតិចបាទការងារបៀកជញ្ជាំងទោះបីជាយើងប្រើម្សៅបៀកល្អយ៉ាងណាក៏ដោយហើយសម្រាប់ជាងទឹកដៃល្អហើយបៀកបានស្អាតតែចំណុចសំខាន់ដែលយើងគិតគូរបន្ថែមទៀតគឺសំដៅទៅលើថ្នាំទ្រាំបាទសម្រាប់ថ្នាំទ្រាំគឺការពារម្សៅបៀកយើងពេលកណាដែលយើងបៀកចោលទៅវាខែភាសាវាត្រូវទឹកភ្លៀងទឹកអីវាធ្វើឲ្យម្សៅបៀករបស់យើងវាបាត់បង់នូវគុណភាពអញ្ចឹងពេលដែលយើងរុញថ្នាំទ្រាំចោលភាសាពីការពារម្សៅបៀកយើងឲ្យមានសភាពរឹងមាំពេលដែលត្រូវទឹកភ្លៀងទឹកអីមកហ្នឹងគឺវាអត់មានបញ្ហាដល់ម្សៅបៀកទេបាទទោះបីជាយើងពជាពេលក្នុងការលាបថ្នាំជញ្ជាំងយើងវាត្រូវទឹកភ្លៀងអញ្ចឹងវាអត់មានបញ្ហាប៉ះពាល់ដល់គុណភាពម្សៅបៀកទេដោយសារយើងបានរុញថ្នាំទ្រាំចោលម្សៅបាទដោយសារមេខែនេះខែភាសាអញ្ចឹងវាមានភ្លៀងច្រើនពេលដែលយើងបៀកម្សៅបៀកដូចរាល់យើងអាចរុញថ្នាំទ្រាំចោលម្សៅសិនដើម្បីការពារម្សៅបៀកយើងកុំឲ្យត្រូវទឹកភ្លៀងវាបាត់បង់នូវគុណភាពហើយយើងបន្ថែមនូវថ្នាំល្អបន្តទៀតវាកាន់តែល្អពីសម្រាប់ជញ្ជាំងបាទនេះជាងគាត់កំពុងលាបថ្នាំទ្រាំហើយក៏សូមអរគុណពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបានកន្លងមកក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់គ្នាបាទសូមអរគុណច្រើន